សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកនិយាយបន្តិចតាក់ទងជាមួយនឹងវីដេអូដែលខ្ញុំទៅតែបានឃើញបងប្អូនដឹងហើយថាខ្ញុំគឺជាមនុស្សដែលស្រឡាញ់សត្វហើយខ្ញុំមាននៅផ្ទះខ្ញុំគឺមានឆ្មា3ឆ្កែ1ចាហើយថ្ងៃមិញនេះគឺខ្ញុំ scroll មកគឺខ្ញុំបានឃើញវីដេអូមួយនេះអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាទស្សនាជាមួយនឹងវីដេអូនេះមួយផ្លែតចាវីដេអូមួយនេះគឺខ្ញុំមើលហើយខ្ញុំពិតជាខឹងមែនតើចាំសត្វវាអត់សាហាវទេប៉ុន្តែមនុស្សបង្រៀនឲ្យសត្វសាហាវបើសិនជាយើងពិចារណាទៅបងប្អូនឃើញគឺមនុស្សទាំងសត្វទាំងមនុស្សកើតមកនៅលើភពផែនដីនេះពីទូចមកគឺអត់មានអត្តចរិតសាហាវខូខើទេអ្វីក៏ដោយគឺបន្ទាប់ពីគេបានចាប់កំណើតនៅលើផែនដីនេះគឺគេរៀនបន្ទាប់ពីគេដឹងក្តីបន្តិចមកគឺគេរៀនពីមនុស្សដែលនៅជុំវិញពីអាណាព្យាបាលពីឪពុកម្ដាយពីអ្នកចិញ្ចឹមបើសិនជាយើងនិយាយអំពីសារជាតិមិនថាមនុស្សមិនថាសត្វមានជីវិតនៅលើផែនដីនេះកើតមកភ្លាមគឺអត់ដឹងអីទេអត់មានសារជាតិសាហាវខូខើមកជាមួយទេគឺអត់មានញៀនដឹងទេដល់ពេលគេចម្រើនវ័យធំតិចទៅគឺគេរៀនចេះពីមជ្ឈដ្ឋានជុំវិញពីអ្នកដែលចិញ្ចឹមគេពីឪពុកម្ដាយពីបរិស្ថានជុំវិញអ្នកដែលចិញ្ចឹមឆ្កែកាយសាហាវទាំងអស់នេះបងប្អូនឃើញទេចាបង្ហាត់បង្រៀនឲ្យខំគ្នាបង្ហាត់បង្រៀនឲ្យមានចរិតខូខើបង្ហាត់ឲ្យតបាក់គ្នាតែម្ដងអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនពិចារណាមើលអ្វីក៏ដោយគឺវាបង្កឡើងដោយសារតែចាការស្រូបទាញការមើលឃើញនិងការបង្ហាត់បង្ហាញបង្រៀនអញ្ចឹងបានគេឲ្យប្រយ័ត្នចំពោះក្មេងចាទូចដែលកើតមកហើយចម្រើនធំដឹងក្តីនៅក្នុងបរិស្ថានបើសិនជាឪពុកម្ដាយមនុស្សជុំវិញប្រើប្រាស់សម្ដីអាក្រក់ឬមួយក៏ប្រើប្រាស់អំពើហិង្សាវ័យកុមារភាពរបស់កុមារទាំងអស់នោះនឹងស្រូបទាញនៅគ្រប់ទាំងទង្វើទាំងអស់នោះចាភាពចលើសបឺចាអំពើហិង្សាការប្រើប្រាស់នៅកាយវិការនិងពាក្យសម្ដីមិនសមរម្យទាំងឡាយក្មេងទូចគឺអត់ដឹងទេគេស្រូបទាញពីមនុស្សធំនៅជុំវិញខ្លួនពីការបង្ហាត់បង្រៀនពីការដែលគេមើលឃើញបរិស្ថាននៅជុំវិញទាំងអស់មិនថាមនុស្សមិនថាសត្វទេគឺអាស្រ័យទៅលើការចិញ្ចឹមបីបាច់ថែរក្សាបង្ហាត់បង្រៀនពីមនុស្សធំពីអ្នកដែលនៅជុំវិញខ្លួនរបស់ពួកគេចាអញ្ចឹងបានជាគេឲ្យប្រយ័ត្នចំពោះក្មេងៗបងប្អូនដឹងទេអាយុនៅក្រោម7ឆ្នាំអត្តចរិតឬមួយក៏ភាពវិវត្តគេឲ្យតាមដានខ្លាំងមែនតើវ័យនៅក្រោម7ឆ្នាំហេតុអីពីព្រោះនៅក្នុងវ័យនេះគឺជាវ័យដែលមានកម្រិតនៃការលូតលាស់ខ្លាំងហើយលឿនបំផុតអញ្ចឹងហើយការដែលយើងអាចនឹងជួយចាយើងមើលឃើញមានបញ្ហាត្រង់ណាយើងអាចជួយកែខៃតាន់ពេលវេលាបានអាចជួយឲ្យកុមារត្រឡប់មករកសភាពដើមឬមួយក៏សភាពល្អប្រសើរបានឆាប់រហ័សអាយុកាន់តែច្រើនគឺកាន់តែពិបាកជួយពួកគាត់អញ្ចឹងបានជាគេភាគច្រើនគឺគេបញ្ជូនកុមារទូចឲ្យទៅសាលាមត្តេយ្យបីឲ្យកុមារនោះរៀនពី6 stage ចា the development stage ទាំង6ដែលមាននៅក្នុងសាលាដែលគេរៀបចំ curriculum ដើម្បីជួយមើលទៅលើកុមារទាំងផ្នែក social skill ទាំងphysical ចា mental ឬមួយក៏ភាពមិនប្រក្រតីនៃការលូតលាស់យ៉ាងណាយ៉ាងណីចាអ្នកគ្រូគាត់មានជំនាញគាត់អាចមើលដឹងគាត់អាចនឹងជួយកុមារតាន់ពេលនៅក្នុងករណីដែលកុមារមានភាព delay ចាមានភាពយឺតយ៉ាវនៃការលូតលាស់ឬមួយក៏គាត់មានបញ្ហាណាមួយជួយពិនិត្យទៅលើការ
อภิវឌ្ឍរាងកាយទាំងរាងកាយសតិបញ្ញាទាំងsocial skill របស់គាត់តំណែងតំណងតាំងពីទូចចាក់រឹសនឹងទៅអ្នកគ្រូគាត់ងាយស្រួលនឹងមើលថាតើកុមារណាខ្លះដែលគាត់ត្រូវការជួយឬមួយក៏គាត់មានផ្នែកណាមួយដែលយើងត្រូវការកែលម្អជួយគាត់បង្ហាត់បង្រៀនគាត់ដើម្បីកុំឲ្យគាត់យឺតយ៉ាវពេលដើម្បីកែប្រែអត្តចរិតណាមួយគឺអ្នកគ្រូគាត់មើលហើយគាត់នឹងផ្ដល់ assessment ជួបជាមួយនឹងពុកម្ដាយផ្ដល់យោបល់ប្រឹក្សាជាមួយនឹងពុកម្ដាយដើម្បីឲ្យពុកម្ដាយគាត់អាចនឹងដឹងពីចំណេះដឹងឬក៏ជំនាញខ្លះដើម្បីយកទៅតាមដានពិនិត្យនៅផ្ទះពីព្រោះផ្ទះហើយនឹងសាលាគឺត្រូវតែបដំប្រសងគ្នាចាការលូតលាស់ទាំង6យ៉ាងរបស់កុមារអញ្ចឹងគឺគាត់អាចនឹងជួយកុមារទាន់ពេលនៅក្នុងករណីដែលកុមារគាត់មាន delay ចាអ្នកខ្លះគឺថាពិបាកក្នុងការដែលគាត់និយាយអត់ចេះនិយាយឬមួយក៏សតិបញ្ញាគាត់លូតលាស់មានភាពយឺតយ៉ាវហើយអាចនឹងមាន autism ទៀតចាអញ្ចឹងអ្នកគ្រូគាត់មើលហើយគាត់ដឹងគាត់អាចជួយកុមារទាន់ពេលពីព្រោះថាអាយុក្រោម7ឆ្នាំជួយលឿនអាយុលើសពីនឹងទៅពិបាកជួយបន្តិចចាដាស់តឿនបងប្អូនបន្តិចថាកុមារគឺងាយនឹងស្រូបទាញពីយើងធ្វើអ្វីដែលយើងនិយាយគាត់រៀនតាមយើងអញ្ចឹងបើយើងនិយាយអាក្រក់កុមារនិយាយអាក្រក់បើយើងប្រើអំពើហិង្សាកុមារនឹងដកជាប់នឹងអំពើហិង្សាខ្លាយទៅជាមនុស្សដែលដូចយើងអញ្ចឹងចេះជេរចេះវាយចលើសបើគឺគេមើលយើងគេរៀនពីយើងអញ្ចឹងយើងប្រយ័ត្នខ្លួនឯងបន្តិចណាចាគ្រប់យ៉ាងទាំងអស់គឺវាកើតឡើងមកអំពីគេហៅថាការមើលឃើញចាការមើលឃើញការធ្វើតាមអញ្ចឹងបានជានៅក្នុងបច្ចុប្បន្ននេះប្រព័ន្ធ social media គឺមានឥទ្ធិពលមែនតើសម្រាប់idol គេហៅថា idol ឬមួយក៏ influencer មួយចំនួនដែលមានមនុស្សមើលគាត់រាប់សិបម៉ឺននាក់ចូលលានអីចឹងទៅបើសិនជា idol នោះគាត់ធ្វើនៅទង្វើណាមួយចាគឺភាគច្រើនអ្នកមើលគាត់គឺរៀនធ្វើតាមហ្នឹងចាអញ្ចឹងវាមិនខុសគ្នាអីពីកុមារទេចាគេមើលមកមនុស្សធំគេមើលមកអ្នកដែលមានឥទ្ធិពលហើយគេមិនយូរមិនឆាប់ទេគឺគេរៀនធ្វើតាមអញ្ចឹងយើងបើសិនជាយើងចង់ឲ្យអ្នកដតីមើលមកយើងហើយទទួលឥទ្ធិពលបែបណាយើងរៀនធ្វើឥទ្ធិពលបែបហ្នឹងតើយើងចង់ឲ្យខ្លួនឯងជាប្រភេទ influencer បែបណាយើងគិតមើលទៅ